សូមជម្រាបសួរពុកម៉ែបងប្អូនបាននេះគឺជាសកម្មភាពលោកគ្រូអ្នកគ្រូកំពុងតែរៀបចំបរិស្ថានសាលារៀនជាងកំពុងតែលាយស្មងដើម្បីចាក់នៅបកគោលពាក្យស្លោកដែលបានរៀបចំគឺមកហើយសាលារៀនយើងគឺស្ថិតនៅក្នុងភូមិចំការជ្រៃខាងត្បូងឃុំមណ្ឌលរៀបស្រុកវិលវែងខេត្តពោធិ៍សាត់លោកគ្រូអ្នកគ្រូយើងកំពុងតែរៀបចំដំឡើងពាក្យស្លោកទៅតាមផែនការដែលបានកំណត់ពាក្យស្លោកនេះគឺមានការឧបត្ថម្ភពីលោកអាបាលស្រុកវិលវែងលោកបានឧបត្ថម្ភផ្ទាំងឈើពាក្យស្លោកនេះចំនួន6ផ្ទាំងលោកគ្រូយើងក៏បានរៀបចំទៅសេពាក្យតាមអត្ថន័យនីមួយៗនេះគឺជាសួនដងទង់ជាតិថ្មីលោកគ្រូអ្នកគ្រូយើងកំពុងតែរៀបចំដាំកូនផ្កាដើម្បីតុបតែងលម្អនៅក្នុងសួនដងទង់ជាតិសាលារៀននេះកើតឡើងក៏ដោយសារតែបងប្អូនយើងក្នុងភូមិទាំងអស់ជួយជុំជ្រែងជួយឧបត្ថម្ភកន្លងមកដែរខ្ញុំបាទជាគណៈគ្រប់គ្រងសាលាបាទសូមថ្លែងអំណរគុណចំពោះពុកម៉ែបងប្អូនទាំងអស់ដែលតែងតែជួយឧបត្ថម្ភជាថវិកាក្តីជាសម្ភារៈក្តីមកដល់សាលារៀនយើងទាំងអស់គ្នាសាលារៀនអភិវឌ្ឍបានលុះត្រាតែពុកម៉ែបងប្អូនយើងនាំគ្នាជួយម្ដាយបញ្ជាម្នាក់បានសាលារៀនយើងទៅមុខសាលារៀនអប់រំដើម្បីទាំងអស់គ្នាដើម្បីអប់រំនៅពេលនេះលោកគ្រូអ្នកគ្រូយើងក៏បាននាំសិស្សយកផ្កាមកដាំលម្អផ្កានេះទិញនៅផ្សារប្រម៉ោយមួយថោតម្លៃ 13,000 រៀលគ្រូយើងម្នាក់កំពុងតែមានញឹកក្នុងការដាំផ្កាដើម្បីរៀបចំឲ្យបានស្អាតខ្ញុំជាគណៈកម្មការក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូយើងទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍសាលារៀនរបស់យើងមិនថាបាទ